បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកជួបគ្នាបន្តទៀតហើយគឺខ្ញុំលើកយកលំហាត់ទី37បាទគឺតកតនឹង vector នៅក្នុងប្លង់បាទអូខេឥឡូវយើងមកមើលលំហាត់ទាំងអស់គ្នាតែម្ដងទៅបាទអឺគេឲ្យ3ចំណុចបាទ A មាន coordinate 22 B មាន coordinate 15និង C មាន coordinate 8ក្នុងតម្រុយ OEZ បាទកបង្ហាញថាត្រីកោណ ABC កែងត្រង់A បាទឯខកណនីកូស៊ីនីនៃមុំ A បាទនេះថាបើយើងសេអញ្ចឹង A កដាលនេះមានន័យគេចង់កណនីកូសនៃមុំកដាលនេះបាទហើយបន្តមកឲ្យយើងកណនីផ្ទៃកន្លះនៃត្រីកោណ ABC បាទអញ្ចឹងឥឡូវយើងមើលបាទនៅក្នុងលំហាត់យើងនេះគឺសមត្ថកម្មគេប្រាប់តា coordinate នៃចំណុចហើយជាក់ស្ដែងនៃសំណួរកគេឲ្យយើងបង្ហាញថាត្រីកោណរបស់យើងនឹងជាត្រីកោណកែងត្រង់ A អញ្ចឹងយើងមើលចេះយើងមើលថាអញ្ចេះសម្រាប់ត្រីកោណកែងឧទាហរណ៍ណាបាទខ្ញុំឧទាហរណ៍ថានេះកែងត្រង់ A បាទអញ្ចឹងអានេះឧទាហរណ៍អានេះ B អានេះ C បាទអញ្ចឹងដើម្បីបង្ហាញថាវាជាត្រីកោណកែងយើងមានវិធីច្រើនបាទយើងអាចនៅក្នុងករណីនេះយើងអាចប្រើតាមទ្រឹស្ដីបត់ Pythagoras ក៏បានដែរបាទប៉ុន្តែខ្ញុំអត់ប្រើតាម Pythagoras បាទគឺខ្ញុំប្រើអគុណ scala បាទហើយយើងដឹងថាម៉េចបាទដឹងថាម៉េចនេះ vector 2បាទ vector 2កែងគ្នាមិនលុះត្រាតែផលគុណ scala វាគឺស្មើ0បាទអញ្ចឹងដើម្បីបង្ហាញថានេះត្រីកោណ ABC យើងនេះកែងត្រង់ A យើងគ្រាន់តែបង្ហាញថានេះកែងត្រង់ A នេះបើកែងត្រង់ A យើងគ្រាន់តែបង្ហាញថា AB scala មួយ AC ស្មើ0មកដល់ពេលវាស្មើ0មានន័យថាម៉េចមានន័យថា AB នេះវាកែងជាមួយនឹង AC បាទ vector ហ្នឹងបាទអញ្ចឹងបើវាកែងមានន័យថាវាជាត្រីកោណកែងត្រង់ A អញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់ដែរបើគេប្រាប់ថាកែងត្រង់ណានេះយើងត្រូវយកចំណុចនេះជាគោលបាទដោយកន្លែងនេះគេឲ្យយើងបង្ហាញថាកែងត្រង់ A អញ្ចឹងយើងត្រូវយក A ជាគោលប៉ុន្តែឧទាហរណ៍ថាបើគេឲ្យយើងស្រាយបញ្ជាក់ថាវាកែងត្រង់ B អញ្ចឹងយើងយក B ជាគោលឧទាហរណ៍ថាចេះគេឲ្យយើងស្រាយថាចេះវិញស្រាយថាកែងត្រង់ B ឧទាហរណ៍ B AC អញ្ចឹងយើងយក B ជាគោលវិញមានន័យថាយើងត្រូវចេញពី BA scala មួយ BC ឲ្យស្មើ0បាទមានន័យថាយើងត្រូវគោលដៅយើងគឺយើងត្រូវបង្ហាញថា BA នេះកែងមួយ BC អញ្ចឹងដើម្បីបង្ហាញថា BA កែងមួយ BC គឺយើងគ្រាន់តែរកឲ្យឃើញ scala របស់វានេះ scala នៃពី vector ស្មើ0គឺចប់ហើយអញ្ចឹងកន្លែងខ្ញុំគ្រាន់តែចង់បញ្ជាក់ថាបើគេចង់ស្រាយថាត្រីកោណនឹងកែងត្រង់ចំណុចណាគឺយើងត្រូវយកចំណុចហ្នឹងជាគុលបាទនេះជាក់ស្ដែងនៅក្នុងលំហាត់យើងអញ្ចឹងគេយកកែងត្រង់ A បើកែងត្រង់ A អញ្ចឹងយើងយក A ជាគល់នេះចាប់ដើមពី A ពីគល់អញ្ចឹង AB scala មួយ AC បាទស្មើ0អញ្ចឹងមកបាទអាហ្នឹងតកតងសំណួរ A បាទអញ្ចឹងឥឡូវយើងទៅមើលដំណោះស្រាយមួយសិនមកអញ្ចឹងនេះបាទឥឡូវដំបូងយើងមានបាទយើងមាននេះ A បាទ A របស់យើងគឺ coordinate 22ហើយ B coordinate 15បាទនិង C មាន coordinate 5 8បាទ8អញ្ចឹងហើយកន្លែងខ្ញុំបញ្ជាក់ដែរណាមុនពេលយើងអត់ស្វែងលំហាត់យើងអាចចម្លងអានេះអាចចម្លង coordinate ចម្លងឲ្យវាបានត្រឹមត្រូវតែយើងចម្លងខុសការកណនីរបស់យើងក៏ខុសតាមនឹងដែរបាទអូខេអញ្ចឹងនេះគោលដៅរបស់យើងគោលដៅរបស់យើងចង់បង្ហាញដើម្បីបង្ហាញថាវាជាត្រីកោណកែងយើងត្រូវបង្ហាញថា vector AB កែង vector AC បាទតែដើម្បីបង្ហាញថា AB កែងមួយ AC បានតើតើយើងបង្ហាញថា scala នេះ AB scala មួយ AC ស្មើ0បាទអញ្ចឹងគោលដៅអ្វីដែលយើងត្រូវធ្វើបន្ទាប់ពីនេះគឺយើងត្រូវរក coordinate នៃ vector AB និង coordinate នៃ vector AC ឃើញហើយក៏មកយក scala ទៅវិញដល់វាស្មើ0អត់ស្មើ0ក៏ត្រូវតែបង្ខំឲ្យវាស្មើ0ដែរព្រោះពាក្យថាបង្ហាញគឺវាដឹងថាស្មើ0ណាបាទមកអញ្ចឹងយើងទៅរក coordinate AB AC មកបាទគេបាន coordinate នៃ vector AB អញ្ចឹងដែរ coordinate នៃ vector AB ស្មើអីបាទទីហៅថា A នេះខ្ញុំមាន coordinate វាគឺx y បាទហើយ B ខ្ញុំមាន coordinate
x prim y prim បាទអញ្ចឹងបើយើងចង់រក coordinate នៃ vector AB គឺស្មើអីបាទ abscissa ចុងដកឲ្យ abscissa គុល ordinate ចុងដកឲ្យ ordinate គុលបាទនេះរូបមន្តនេះរូបមន្តនេះបាទអញ្ចឹងកន្លែងយើងអាចទាញបានមក AB អញ្ចឹង B នេះ1បាទ abscissa ចុងដក abscissa គុល1ដក2បាទនេះមួយមក5ដកបាទ5ដក2បាទ1ដក2 5ដក2អញ្ចឹងស្មើ1ដក2បានដក1អានេះ5ដក2គឺបាន3បាទតមកយើងរក AC មួយទៀតបាទអញ្ចឹង AC នេះ AC អញ្ចឹង A គុល C ចុងអញ្ចឹង abscissa អាចុងដកអាគុល5ដក2នេះ5ដក2 3ដក2 ordinate ចុងដក ordinate គុលបាទអញ្ចឹងខ្ញុំបានប៉ុន្មាន3អានេះបាន1បាទបាន1បាទអញ្ចឹងយើងបាន coordinate នៃ vector AB AC ហើយបាទអញ្ចឹងយើងសាកយកវាមក scalar មើលមិនដែរបាទខ្ញុំយក AB scalar មួយ AC បាទអញ្ចឹងយើងដឹងហើយអាការគណនាផលគុណ scalar ដែលប្រើ coordinate មានន័យថាបើយើងមាន coordinate ចឹងដើម្បីរកវាយើងគ្រាន់តែយក abscissa គុណ abscissa ordinate គុណ ordinate បន្ទាប់មកបូកបញ្ចូលគ្នាបាទអញ្ចឹងនេះ AB មាន coordinate បែបនេះអញ្ចឹង abscissa វាដក1 3បាទ3 1អញ្ចឹងអាមុខគុណជាមួយអាមុខបាទគុណមួយ3បូកជាមួយនឹងអាក្រោយគុណមួយអាក្រោយបាទនេះអាមុខគុណមួយអាមុខអាក្រោយគុណមួយអាក្រោយបូកបញ្ចូលគ្នាបាទអញ្ចឹងស្មើបាទស្មើនេះដក3បូក3បាទស្មើ0បាទអញ្ចឹង scalar វាស្មើ0បើ scalar វាស្មើ0យើងនាំយើងតិចបានអីអញ្ចឹងគេបានបាទ AB កែងមួយ AC បាទបើ vector AB កែងមួយ vector AC អញ្ចឹងមានន័យថាម៉េចអញ្ចឹងនឹងបញ្ជាក់ថាដូច្នេះត្រីកោណ ABC កែងត្រង់អីកែងត្រង់ A បាទកែងត្រង់ A កែងត្រង់ A បាទអញ្ចឹងការបង្ហាញគឺប៉ុណ្ណឹងបាទអញ្ចឹងឥឡូវយើងទៅមើលសំណួរខវិញបាទឥឡូវយើងមើលសំណួរខបាទក៏យើងកណនា cosine នៃមុំ A បាទងាយអានេះហ៎បាទយើងដឹងថាម៉េចតាមសម្រាយខាងលើមិនដែរបាទតាមសម្រាយខាងលើបាទសម្រាយខាងលើមិនត្រីកោណ ABC នេះត្រីកោណ ABC កែងត្រង់ណាបាទកែងត្រង់ A បើកែងត្រង់ A អញ្ចឹងនោះយើងទាញបានមុំ BA ស្មើ9បាទខ្ញុំបានបញ្ជាក់ខាងដើមឯថាអាគិតសេមុំអញ្ចេះមានគេសេមុំអញ្ចេះសួរថាយើងយកមុំណាបើគេសេអក្សរ3ចេះ BAC អញ្ចឹងសួរយើងយកមុំណាគឺយើងយកមុំអាកដាគេអក្សរកដាគេគឺមុំ A បាទអញ្ចឹងយើងយកអាកដាហ្នឹងជាមុំគោលដៅនៃគេទៅដឹងបាទអញ្ចឹងនេះអញ្ចឹងបើវាជាត្រីកោណកែងត្រង់ A អញ្ចឹងមានថានេះគឺមុំ A វាស្មើ90ដឺក្រេបើ90ដឺក្រេអញ្ចឹងលំហាត់យើងគេឲ្យយើងគណនាកូសនីនៃមុំហ្នឹងអញ្ចឹងមុំហ្នឹងមុំ9អញ្ចឹងមានន័យថាកូស9យើងដឹងហើយបាទយើងដឹងហើយថាកូស9ស្មើប៉ុន្មានបាទកូស9កូសមុំពិសេសបាទគឺស្មើបាទតាមមកក្នុងមេរៀនផលិតត្រីកោណមាននោះគឺកូស9ស្មើ0បាទអញ្ចឹងចប់ហើយក៏ឆ្លើយដូច្នេះបាទកូសខ្ញុំឆ្លើយសេចេះអស់មកកូស៊ីនីសបាទកូស៊ីនីសនៃមុំ BAC គឺស្មើ0បាទចប់ប៉ុណ្ណឹងឃើញទេងាយបាទអូខេឥឡូវយើងមកមើលបញ្ចប់មួយទៀតគឺកបាទកគេឲ្យគណនាអីបាទគណនាផ្ទៃក្រឡានៃត្រីកោណ ABC បាទអញ្ចឹងមុននឹងធ្វើការគណនាវាយើងត្រូវចាំរូបមន្តមួយរូបមន្តបាច់បាទយើងដឹងថារូបមន្តហ្នឹងគឺអញ្ចេះគេហៅថាយើងមានអានេះជាត្រីកោណកែងត្រង់ A អញ្ចឹងណា B នេះ C អញ្ចឹងS វាយើងដឹងហើយ S របស់ ABC គឺស្មើនឹង1/2 AB គុណឲ្យ AC បាទគុណឲ្យ AC បាទរូបមន្តវាបាទគុណឲ្យកម្ពស់បាទចែក2អញ្ចឹងយើងសេមកតាមរូបមន្តបាទតាមរូបមន្ត S ABC ខ្ញុំតាំងថា S ចឹងមកកន្លះផ្ទៃបាទស្មើ1/2 AB គុណឲ្យ AC បាទ
cha b ac បានលើពីណានេះតែហ្នឹងឯថា ab AB របស់យើងបាទ AB របស់យើងរកឃើញខាងលើគឺដូចជាដក1ដក1ដក1 3បាទដក1 3ហើយបហើយ AC របស់យើងខ្ញុំដាក់អស់ហ្នឹងបាទ AC មិញលុបចោលបាត់ហើយអញ្ចឹង AC តើយើងគិតមើលឡើងវិញមក AC គឺ5 12 3 31បាទ31នេះ31នេះអាចទៀងទាត់នេះឡើងវិញដោយសារខ្ញុំលុបចោលបាត់ហើយលុបទៀងទាត់វា vector AB ឡើងវិញ1ដក2 5 12 3បាទត្រូវហើយបាទអញ្ចឹងយើងនឹងប្រើអា coordinate នៃ vector នេះដើម្បីរកប្រវែង AB និងប្រវែង AC អញ្ចឹងយើងដឹងហើយឧទាហរណ៍ថា A យើងមាន coordinate វាគឺ A1 បាទឧទាហរណ៍ vector A យើងមាន coordinate A1 A2 បាទអញ្ចឹងប្រវែងរបស់នេះប្រវែងរបស់ vector A របស់យើងគឺស្មើឬការ៉េនៃ A1 ការ៉េបូកឲ្យ A2 ការ៉េបាទនេះបាទអញ្ចឹងយើងប្រើរូបមន្តហ្នឹងមកបាទរូបមន្តហ្នឹងអញ្ចឹងនាំឲ្យយើងទាញបានប្រវែងនៃ vector AB គឺស្មើនឹងបាទឬការ៉េនៃបាទអានេះដក1លើកជាការ៉េបូកឲ្យ3ការ៉េបាទអញ្ចឹងស្មើប៉ុន្មានបើយើងគិតទៅគឺឬការ៉េនៃ10បាទឬការ៉េនៃ10បាទដល់ពេលAC ប្រវែង AC ប្រវែង vector AC បាទស្មើនឹងឬការ៉េនៃនេះ3ការ៉េបូកឲ្យ1ការ៉េ3ការ៉េ1ការ៉េ3ការ៉េ9 9 6គឺ10ឬការ៉េនៃ10បាទអញ្ចឹងយើងជំនួសចូលបាទអញ្ចឹងជំនួសចូលក្នុងរូបមន្តនេះជំនួសចូលអញ្ចឹងនាំឲ្យយើងទាញបានSABC គឺស្មើ1/2បាទគុណឲ្យឬការ៉េនៃ10បាទគុណឲ្យឬការ៉េនៃ10បាទចាហ្នឹងស្មើប៉ុន្មាន1/2ឬការ៉េ10គុណឬការ៉េ10បាន10ចែក2បាន5បាទ5នេះឆ្លើយមកដូចនេះបាទ SABC គឺស្មើនឹង5ឯកតាផ្ទៃបាទឯកតាផ្ទៃប៉ុណ្ណឹងបាទហ្នឹងហើយថ្ងៃនេះលើក្តារខៀនគឺពណ៌ក្រហមនឹងអស់ហើយបាទហ្នឹងហើយថ្ងៃនេះថតវីដេអូរឿងយកបន្តិចហើយភ្លើងក៏ដាច់ដែរហ្នឹងហើយអញ្ចឹងខ្ញុំបញ្ចប់ប៉ុណ្ណឹងទាក់ទងវីដេអូនេះបាទសូមអរគុណ